បាទបាទលោកស្រីអ្នកនាងកញ្ញាមុននឹងចាប់ផ្ដើមទឹកទី4បាទខ្ញុំបាទក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំដល់កម្មវិធីរបស់យើងបាទ Cement គឺជាស៊ីម៉ងថ្មីដែលមានភាពរឹងមាំគង់វង្សយូរអង្វែងអរគុណដល់បារីអាឡាំងដឡុងស្រាក្រហមរូបកីឡាកាថ្នាំ TV បន្ទាប់ពណ៌បេតងបាទអគុយប៉ាណាសូនិកនិងទឹកបរិសុទ្ធលីយ៉ុងបាទសាជាថ្មីម្ដងទៀតដែរឆ្លៀតឱកាសនេះខ្ញុំបាទក៏សូមយកឱកាសបាទគោរពជូនពរនិងថ្លែងអំណរគុណបាទជូនចំពោះលោកឧត្តមសេនីយ៍ត្រីវ៉ាសិនភិរមអគ្គលេខាធិការរងក្រុមប្រឹក្សាកីឡានៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាអនុប្រធានសមាគមកីឡាប្រដាល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបាទលោកបានឧបត្ថម្ភដល់កីឡាករជ័យកុសលចំនួន 10,000 រៀលបាទក្នុងនាមកីឡាករជ័យកុសលក៏ដូចជាក្នុងនាមសហព័ន្ធកីឡាប្រដាល់កម្ពុជាសមាជិកក៏សូមគោរពជូនពរបាទសូមលោកឧត្តមសេនីយ៍ត្រីវ៉ាសិនភិរមបាទលោកប្រាថ្នាអ្វីបាទសូមឲ្យបានសម្រេចសូមឲ្យមានសុខភាពល្អនិងប្រាជ្ញាវាងវៃបាទសូមអរគុណឥឡូវនេះសូមគោរពអញ្ជើញបងប្អូនអារម្មណ៍តាមដានទស្សនាទឹកទី4ជាបន្តទៀតបាទបង្គោលក្រហមជ័យកុសលបង្គោលខៀវឈិតសរមបាទចាប់ដើមបដូរកណ្ដាប់ដៃទៅវិញទៅមកបាទឈិតសរមធ្វើទៅបិទថាមិនមានបាទទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជនក៏ប៉ុន្តែទឹកចិត្តនិងបច្ចេកទេសរបស់គេនៅតែរឹងមាំកម្លាំងខ្លាំងក្លាមុតស្រួចបាទប្រកួតមិនតក់ស្លុតមិនកើតញញើតជាមួយនឹងបច្ចេកទេសរបស់ជ័យកុសលឡើយបដូរសងទៅសងមកសងទៅសងមកបាទកណ្ដាប់ដៃមុខម៉ាត់មុងម៉ាំងបាទឆ្វេងស្ដាំចេញព្រមដំណើរគ្នាមិនខ្ចីថយក្រោយបាទបើទោះបីជាចង់ថយឬមិនចង់มันអាចទ្រាំទ្រនឹងទម្ងន់កែងរបស់កីឡាករជ័យកុសលបានឡើយចូលមកដល់ទឹកទី4បាទជ័យកុសលមិនបណ្ដោយឲ្យឱកាសល្អរបូតចេញឆ្ងាយទៅជង្គង់ស្ដាំកែងបាទអញ្ញាកដារាប់ម្ដងទៅលើឈិតសរំវាយឆ្វេងបានល្អចំគោលដៅវាយឆ្វេងម៉ាត់សងមួយដៃស្ដាំក៏ល្អដែរបាទចំគោលដៅដូចគ្នាកែអូជង្គង់ស្ដាំអញ្ញាកដារាប់ម្ដងទៀតបាទទៅលើកីឡាករឈិតសរំក្នុងមួយទឹកបើសិនជាអញ្ញាកដារាប់រហូតដល់ទៅ3ដងគឺអញ្ញាកដាលោកបញ្ឈប់ការប្រកួតដោយស្វ័យប្រវត្តិហើយបាទមិនអាចបន្តការប្រកួតបានទេជ័យកុសលទទួលបានជ័យជំនះទៅលើជើងខ្លាំងមកពីដែនខាងលិចហើយបាទគឺឈិតសរំឈ្នះកីឡាករឈិតសរំនៅក្នុងទឹកទី4បាទ